សម្ដេចតេជោហ៊ុនសែនបានច្រានចោលទាំងស្រុងទៅនឹងការផ្សាយព័ត៌មានបំភ្លឺរបស់សារព័ត៌មានថៃដែលបានចោទប្រកាន់ថាកម្ពុជាមានទាហានរុស្ស៊ីនិងជនបរទេសចាំជួយប្រយុទ្ធប្រឆាំងទៅនឹងការឈ្លានពានរបស់កងទ័ពសៀមបងប្អូនប្រិយមិត្តទស្សនិកជននមុននេះបន្តិចសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជានិងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ដែលជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមបានច្រានចោលទាំងស្រុងទៅនឹងការផ្សាយបំភ្លឺរបស់សារព័ត៌មានថៃដែលបានចាត់ប្រកាន់ដោយគួរឲ្យអស់សំណើចថាកម្ពុជាមានទាហានរុស្ស៊ីនិងជនបរទេសចាំជួយប្រយុទ្ធប្រឆាំងទៅនឹងការឈ្លានពានរបស់កងទ័ពសៀមការឆ្លើយតបនឹងការចុះផ្សាយខ្វះវិជ្ជាជីវៈរបស់បណ្ដាញសារព័ត៌មានសៀមសម្ដេចតេជោហ៊ុនសែនបានសរសេរបង្ហោះលើគណនី Facebook Page របស់សម្ដេចនៅរសៀលថ្ងៃអង្គារទី16ខែធ្នូនេះដែលមានខ្លឹមសារដើមទាំងស្រុងថាប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយដោយសារព័ត៌មានថៃមួយចំនួនដែលបានលើកឡើងថាមានទាហានរុស្ស៊ីនិងជនបរទេសមួយចំនួនកំពុងតែចូលរួមប្រយុទ្ធនៅកម្ពុជាដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្ស៊ីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចាត់ប្រកាន់នោះខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជាតិរុស្ស៊ីឬក៏ជនជាតិបរទេសផ្សេងណាចូលរួមក្នុងការប្រយុទ្ធលើសមរភូមិឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះទេយើងមិនមានយោធាបរទេសនៅលើទឹកដីកម្ពុជានោះទេកើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានៅឆ្នាំ1993មកម្ល៉េះយើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគីនៅលើទឹកដីកម្ពុជាជាពិសេសគឺកងទ័ពជើងទឹកបរទេសដែលបានមកតាមច្រកសមុទ្រខេត្តបរសេះហនុដែលនេះគឺជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិយើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនបរទេសជាច្រើនជាតិសាសន៍កំពុងតែស្នាក់នៅកម្ពុជាដែលជាអ្នកទេសចរអ្នកវិនិយោគិនអ្នកបច្ចេកទេសឬអ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុកតែអ្នកទាំងនោះមិនពាក់ព័ន្ធជាមួយនឹងវិស័យយោធាឬការប្រយុទ្ធនោះឡើយ